អូខេសួស្តីទាំងអស់គ្នាអញ្ចឹងតកតងទៅនឹងផាតនេះយើងនឹងសិក្សាតកតងទៅនឹង Food Contact Material Safety Assessment អញ្ចឹងនៅក្នុងចំណុចនេះគឺយើងនឹង focus ទៅលើ experiment ដើម្បី detect log migration ដែលកើតមាននៅក្នុងអឺ food របស់យើងណា food product របស់យើងអញ្ចឹងនៅក្នុងចំណុចទី1នៃ safety assessment ហ្នឹងគឺយើងអឺនឹងសិក្សាទៅទៅនឹង data requirement ដែលនៅក្នុង data requirement ហ្នឹងគឺមាន3ចំណុចខុសគ្នាទី1គឺ migration level ទី2គឺ toxicological information ហើយនឹងទី3គឺតទៅនឹង exposure assessment អូខេតទៅនឹង migration level បានន័យថាគឺជាកម្រិតណាកម្រិតនៃ migration ឬអាចនិយាយបានថាគឺជាកម្រិតនៃ substance ដែលយើងធ្វើការdetect រកឃើញនៅក្នុង food product ហើយតទៅនឹង toxicological information ហ្នឹងគឺសំដៅទៅលើភាព toxic ឬក៏ភាពបំពុលរបស់ substance មួយហ្នឹងហើយ exposure assessment ហ្នឹងគឺតទៅនឹងកំណត់ឬក៏កម្រិតនៃការប្រើប្រាស់អញ្ចឹងតទៅនឹង migration data ធ្វើម៉េចទើបយើងអាច detect រក migration data បានអញ្ចឹងដើម្បីសម្រេចនៅ migration data គឺយើងត្រូវធ្វើការ extract យក substance ហ្នឹងចេញពី food simulant របស់យើងនៅក្រោមលក្ខខណ្ឌនៃជាក់លាក់ភាពជាក់លាក់ណាមួយឧទាហរណ៍ថាដូចជានៅសីតុណ្ហភាពជាក់លាក់ណាមួយឬក៏រយៈពេលជាក់លាក់ណាមួយហើយតទៅនឹង selection នៃ food simulant នេះគឺសំដៅទៅលើការជ្រើសរើស food simulant តើ food simulant ហ្នឹងគឺជាគេ food simulant ហ្នឹងគឺដូចជា solvent មួយអញ្ចឹងឧទាហរណ៍ថាអាហាររបស់យើងហ្នឹងគឺជាប្រភេទអាហារខ្លាញ់អញ្ចឹង substance ដែលជ្រាបចេញពី packaging របស់យើងចូលទៅក្នុងអាហារខ្លាញ់គឺជា substance នៃគេហើយយើងត្រូវដឹងថាតើ solvent ណាដែលយើងអាចធ្វើការប្រើប្រាស់ដើម្បីទៅទាញយកនៅ substance ហ្នឹងចេញពីអាហារប្រភេទពពួកអាហារខ្លាញ់បែបហ្នឹងបានអាហ្នឹងហើយគឺជា food simulant ហើយតទៅនឹង test condition អូខេ Boscan ហ្នឹងគឺជាឈ្មោះ standard របស់test របស់យើងហ្នឹងអញ្ចឹងតាមរយៈរូបភាពខាងក្រោមទាំងអស់គ្នាអាចមើលបានណាយើងមានពណ៌នៃ substance ទាំង4ហ្នឹងដែលខុសគ្នាហ្នឹងគឺសំដៅឲ្យបានន័យថាក្នុងកៅ Eclan ទាំង4ប្រភេទនេះបានន័យថាវាគឺជា substance តែមួយប៉ុន្តែយើងប្រើឲ្យគេយើងប្រើនៅ solvent ខុសៗគ្នាចឹងនិយាយចឹងណាអញ្ចឹងមានថានៅក្នុងចំណោម sample ទាំង4ហ្នឹងប្រកាសជាមានកៅណាមួយដែលអីគេដែលយើងជ្រើសរើសនៅប្រើប្រាស់នៅ solvent បានត្រឹមត្រូវហើយ data របស់យើងដែលទទួលបានហ្នឹងក៏ជាក់លាក់ទៅតាមនឹងដែរអានេះដូចតកតងទៅនឹងការដែលយើង optimize condition ដើម្បីធ្វើការ detect migration អញ្ចឹងនៅពេលដែលយើងextract យក substance ហ្នឹងចេញមកបានហើយចំណុចបន្ទាប់ហ្នឹងគឺយើងត្រូវធ្វើការ test វាជាមួយនឹង equipment របស់យើងឧទាហរណ៍ដូចជាអាចជា GCMS ឬក៏ HPLC តកតងទៅនឹង simulant หมายថា solvent ដែលយើងអាចប្រើប្រាស់ជាប្រភេទ simulant បានទី1វាអាចមានជាពពួក ethanol 10%យើងអាចឲ្យឈ្មោះវាថាជា simulant A បន្តមកទៀត acetic acid 3%ដែលយើងឲ្យឈ្មោះវាថាជា simulant B បន្តមកទៀត ethanol 20%, ethanol 50%ឬក៏ vegetable oil តកតងទៅនឹងប្រេងបន្លែឬក៏ពពួកpoly 2,6 diphenyl pipenylene oxide ណាក៏យើងអាចយកមកធ្វើជា simulant បានដែរណាគឺគេឲ្យឈ្មោះវាថាជា simulant E អញ្ចឹងតើតទៅនឹង food simulant នៅក្នុងនេះគេបានបែងចែកណានៅតា simulant ប្រភេទមួយហ្នឹងអាចប្រើប្រាស់ជាមួយដើម្បីធ្វើការប្រើប្រាស់បានជាមួយនឹងអាហារប្រភេទណាអញ្ចឹងទី1តទៅនឹងethanol 10%ណាយើងអាចប្រើប្រាស់បានជាមួយពពួក alcohol ឬក៏ពពួក acid food បន្តមកទៀតពពួក10ទៅ50% ethanol យើងអាចប្រើបានជាមួយពពួក alcoholic food ឬក៏ពពួក food oil
យើងអាចប្រើបានជាមួយពពុះ fatty acid ឬក៏ water ក៏យើងអាចប្រើបានជាមួយពពុះ alcohol ដូចគ្នាតែមាន pH ចាប់ពី5ហ្នឹងទៅហើយ acetic acid 4%យើងអាចប្រើប្រាស់ជាមួយនឹងពពុះ acidic food ដែលមាន pH តូចជាងឬស្មើ5ហើយ ethanol 20%ក៏យើងអាចប្រើជាមួយនឹងពពុះ alcoholic food បានហើយពពុះN-aptan ហ្នឹងក៏យើងអាចប្រើជាមួយពពុះ fatty food បានដែរណាអញ្ចឹងយើងមានច្រើនជម្រើសមួយទៀតតើតើទៅនឹង toxicology data អញ្ចឹងតើតើទៅនឹង toxicology testing ហ្នឹងគឺវាអីគេវាអាស្រ័យទៅនឹង migration level ឬក៏ dietary exposure dietary exposure នេះគឺជាគេគឺជាបានន័យថាគឺជាការប្រើប្រាស់ឬការស្រូបចូលប្រចាំថ្ងៃអញ្ចឹងតើតើទៅនឹង stress level របស់ substance ឬក៏ restriction ហ្នឹងគឺមាន4ប្រភេទណាបើសិនបើអ្នកទាំងអស់គ្នាបានរៀនមេរៀន food risk បើទាំងអស់គ្នាបានរៀនមេរៀន food risk អ្នកទាំងអស់គ្នានឹងយល់ពាក្យហ្នឹងហើយតែទៅនឹងពាក្យ NOL មកពីពាក្យអីគេ no observed effect level អានេះគឺជា standard មួយ ADI acceptable daily intake អានេះក៏ជា standard មួយ TDI tolerable daily intake ហើយចុងក្រោយ SML គឺជា specific migration limit ចឹងន័យថា substance នីមួយៗន័យថា chemical substance នីមួយៗដែលត្រូវបានយកមកប្រើប្រាស់ឧទាហរណ៍ថាមិនថាប្រើប្រាស់ទៅនៅក្នុង packaging មិនថាប្រើប្រាស់ទៅក្នុង food product ពពុះ food grade ជាដើមគឺជាទូទៅត្រូវតែមាន4នេះជាចាំបាច់ឧទាហរណ៍ថាទាំងអស់គ្នាធ្វើfood product មួយឧទាហរណ៍ថាទឹកម្ទេសអញ្ចឹងដើម្បីទុកឲ្យបានយូរពេលខ្លះយើងគួរតែប្រើប្រាស់នៅពួក preservative ជាចាំបាច់ណាឧទាហរណ៍ថាយើងប្រើប្រាស់នៅសូយ៉ូមបងសូអាតដើម្បីធ្វើជា preservative អញ្ចឹងនៅក្នុងតើតើទៅនឹង safe level របស់សូយ៉ូមបងសូអាតហ្នឹងប្រកាសជាមានប្រកាសជាមាន law របស់គេណា law របស់គេហ្នឹងត្រូវបានបែងចែកថាតើ ADI របស់សូយ៉ូមបងសូអាតហ្នឹងមានកម្រិតប៉ុន្មានឧទាហរណ៍ថា0.2 ម៉ៃក្រូក្រាមនៅក្នុងមួយថ្ងៃអីអញ្ចឹងទៅឬក៏ TDI របស់វាហ្នឹងប៉ុន្មាន SML របស់វាហ្នឹងប៉ុន្មានអញ្ចឹងណាអាហ្នឹងគឺជារឿងមួយដែលយើងគួរតែដឹងអូខេអញ្ចឹងតកតងទៅនឹងsubstance មួយចំនួនណាអញ្ចឹងតកតងទៅនឹង substance ទី1គឺ ITX isopropyl xanthone គឺជាទូទៅគឺគេច្រើនតែរកវាឃើញនៅក្នុង milk ដល់គោឬក៏ទឹកផ្លែឈើដែលគេ pack មានថាតែគេ packaging ដែលគេប្រើប្រាស់សម្រាប់ពពួក milk ឬក៏ fruit juice ហ្នឹងគឺជាពពួក plain នៃគេ plain carton to set off អញ្ចឹងនេះគឺជា substance ណា substance ទី1ដែលគេបើថាត្រូវបានគេរកឃើញថាមាន migration ចូលទៅក្នុងអីគេចូលទៅក្នុងទឹកដោះគោឬក៏ food product របស់យើង food juice ណាអញ្ចឹងដោយសារតែមានការរកឃើញនៅ migration អញ្ចឹងហើយទៅអីគេទៅproduct owner ណា product owner recall នៅ baby milk នៅក្នុងប្រទេសអ៊ីតាលីប្រទេសបារាំងប្រទេសអេស្ប៉ាញហើយនិងប៉ូទុយហ្គាល់ដោយសារតែមានការរកឃើញណានៅ migration នៅក្នុងពពួក baby milk ទើបសហគ្រាសទាំងអស់នោះចាំបាច់ត្រូវតែប្រមូលយក product ទាំងអស់ហ្នឹងចូលទៅក្នុងសហគ្រាសវិញណាពីព្រោះវាធ្វើឲ្យមានបើសិនជាយើងនៅតែបន្តប្រើប្រាស់វានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពជាពិសេសគឺអីគេ baby milk មានន័យថាជាម្សៅទឹកដោះគោសម្រាប់កូនក្មេងណាអញ្ចឹងក្មេងៗគឺមានប្រព័ន្ធភាពស៊ាំរបស់ពួកគាត់ហ្នឹងគឺអត់ទេគេអត់រឹងមាំទេអញ្ចឹងវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ហើយមួយទៀតតកតងទៅនឹង 4 methyl អីគេ benzophenone នៅក្នុងនេះគឺដោយសារតែភាគច្រើនគេរកឃើញវានៅក្នុងអីគេនៅក្នុង cereal product ចឹងន័យថា substance ទាំងអស់នេះគឺវាបាន
ជ្រាបចេញពី packaging ហើយចូលទៅក្នុង food product ដែលភាគច្រើនគឺជាពពុះអាហារបែបជាគ្រាប់ពពុះ cereal ហ្នឹងឯងហើយជាទូទៅទាំងអស់គ្នាអាចមើលបានណាគឺតកតងទៅនឹង TDI នេះចំណុចចុងក្រោយគឺ TDI របស់របស់ substance ហ្នឹងណា benzophenone ហ្នឹងគឺ 0.3 មីលីក្រាមនៅក្នុង1គីឡូក្រាមនៅក្នុង food product ហើយនៅក្នុងការប្រើប្រាស់មួយថ្ងៃប៉ុន្តែយើងអាចប្រើប្រាស់នៅអីគេយើងអាចប្រើប្រាស់នៅ4 mpb និង BP នឹងបានទេអូខេជាទូទៅពួកហ្នឹងគឺដោយសារតែអីគឺគេរកដោយសារតែវាជា substance ដែលមាននៅក្នុងអ៊ីងឬក៏ពពួក lager ឬក៏អ៊ីងហ្នឹងគឺជាអីគេ lager ហ្នឹងគឺជាពពួក substance ដែលគេធ្វើការ coat ណាធ្វើការ coat ទៅលើ packaging ណាដើម្បីទប់ទល់កុំឲ្យមានជំរាបណាមួយកើតឡើងណាចឹងហើយវាចាំបាច់ត្រូវតែ migration ហ្នឹងគឺមិនអាចជៀសផុតទេអូខេមួយទៀតតើតទៅនឹងអីគេទៅ methyl naphthalene ពពួក methyl naphthalene នេះអីគេទៅជាទូទៅហ្នឹងគឺគេត្រូវបានវារកឃើញវាហ្នឹងមានអីគេមានវត្តមាននៅក្នុង paraffin wax ឬក៏ liner film អូខេគឺនៅក្នុងពពួក plastic ហើយជាទូទៅ possible source មានថាប្រភពដែលអាចទៅរួចដែលយើងអាចរកឃើញនៅពពួក methyl naphthalene ហ្នឹងគឺជាពពួកគេ wax paper liner ហើយដោយសារតែមានការរកឃើញនៅ migration ទៅលើពពួក packaging ទាំងអស់ហ្នឹងឬក៏ទៅលើពពួក food product ដែលខ្ចប់ជាមួយនឹង packaging ប្រភេទហ្នឹងចឹងហើយទើបធ្វើឲ្យមានការ recall មានថាប្រមូលយកទៅវិញនៅពពួក packaging ទាំងអស់ហ្នឹងចំនួនតែជា28 million ណាយើងអាចបន្តដាក់លក់ឬក៏ប្រើប្រាស់បន្តទៀតបានទេមួយទៀតsubstance ដែលរៀង popular ជាងគេណាគឺគេឲ្យឈ្មោះថា bisphenol A ឬក៏ BPA ជាទូទៅគេត្រូវបានរកឃើញនឹងនៅក្នុងអីគេ baby bottle ឬក៏ epoxy resins បើសិនជាមានបែរថាបើសិនជា exposure របស់ substance នឹងចូលទៅក្នុងខ្លួនរបស់យើងនៅពេលដែលយើងញ៉ាំ food product ដែលមាន content substance ទាំងអស់ហ្នឹងចូលវាធ្វើឲ្យមានអីគេនេះ infant development endocrine disruptor ឬក៏ immune response tumor promotion នេះគឺជា symptom ឬក៏ជា illness ដែលអាចនឹងកើតមានឡើងនៅពេលដែលsubstance BPA នេះ content នៅក្នុង body របស់យើងហើយនៅក្នុងនេះគឺអីគេទៅ baby bottle ហៅថាគឺគេ ban នៅពពួក baby bottle ហៅថានៅកាណាដានៅឆ្នាំ2008គឺគេរកឃើញ Denmark ឬក៏ France ហើយនិង EU ណាគឺគេរកឃើញបន្តគ្នាជាទូទៅគឺ consumer ហ្នឹងគឺ awareness strongly affect the market in USA even no banning ហៅថាដោយសារតែមាននៅ migration ណាកើតឡើងជាច្រើនករណីដូច្នេះហើយធ្វើឲ្យ consumer ភាគច្រើនហ្នឹងគឺ concern ទៅលើបញ្ហាហ្នឹងណាដោយមិនអាចជៀសផុតបានអូខេហើយមួយទៀតតទៅនឹង melamine formaldehyde ជាទូទៅគឺរកឃើញនៅក្នុង can coating ឬក៏ ink ឬក៏ adhesive នេះគឺជា substance ដែលយើងប្រើឧទាហរណ៍ថាយើងធ្វើការបិទរវាងថាយើងធ្វើការបិទกระดาษឬក៏បិទអីអញ្ចឹងទៅយើងអាចប្រើ adhesive នឹងបានជាសមាសធាតុស្អិតមួយប្រភេទអញ្ចឹងណាជាទូទៅពួកហ្នឹងគឺច្រើនតែគេ residue ន័យថាវា content នៅក្នុង food អញ្ចឹងណាហើយដោយសារតែមានការ detect of migration ឃើញនៅ substance melamine formaldehyde ហ្នឹងទើបធ្វើឲ្យមានការ remove ពីទីផ្សាររបស់ UK តាមរយៈគេដោយ authority ន័យថា
ភ្នាក់ងារណាឬក៏ក្រសួងណាមួយចឹងទៅតាក់ទងទៅនឹង food safety ហើយ regulation របស់ EU ហ្នឹងដែលមានលេខប៉ុណ្នេះហ្នឹងគឺអីគេគឺ polyamide ហើយនិង melamine plastic kitchenware មានថាមុននឹង product ទាំងអស់ហ្នឹងត្រូវបានលក់នៅលើទីផ្សារគឺយើងត្រូវមានអីគេយើងត្រូវឆ្លងកាត់នៅ regulation របស់ EU នេះជាមុនសិនហ្នឹងណាអូខេ